លោកជំទាវ ហដណាបានលើកឡើងចំក្រោយពីមានការជជែកវែកញែករឿងបុគ្គលិកស្រីដែលមានបញ្ហាជាមួយភ្ញៀវនៅស្ថានីយ៍ប្រេង PTT នៅព្រឹកថ្ងៃទី19 ខែមេសាឆ្នាំ2025នេះរឿងរ៉ាវដែលផ្ទុះការជជែកវែកញែកពាក់ព័ន្ធទៅនឹងបុគ្គលិកចាក់សាំងទារលុយកន្ទុយ 1000 រៀលហើយត្រូវបានគេថតបង្ហោះបាននឹងកំពុងផ្ទុះការជជែកវែកញែកខ្លាំងមែនទែនពីអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook យ៉ាងណាចំពោះរឿងរ៉ាវមួយនេះម្ចាស់គណនី Facebook ដែលមានឈ្មោះថា រិទ្ធនិចដែលជាម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ PTT បានធ្វើការបញ្ជាក់រឿងបុគ្គលិករបស់ខ្លួនដែលមានបញ្ហាជាមួយនឹងភ្ញៀវកាលពីពេលកន្លងទៅនោះដោយម្ចាស់គណនី Facebook ខាងលើបានរៀបរាប់អមដោយសំណេរថាក្នុងនាមខ្ញុំជាម្ចាស់ស្ថានីយ៍ប្រេង PTT នៅភូមិត្រពាំងធំឃុំជុំគ្រីលស្រុកទឹកឈូខេត្តកំពតដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ33សូមបំភ្លឺជូនបងស្រីដែលបានអញ្ជើញមកចាក់សាំងនៅស្ថានីយ៍យើងខ្ញុំបុគ្គលិកនេះគឺជាបុគ្គលិកថ្មីដែលទើបនឹងចូលធ្វើការហើយស្ថានីយ៍យើងខ្ញុំបានបើកដំណើរការរយៈពេលជាង5ឆ្នាំមកហើយមិនដែលមានបញ្ហាបែបនេះទេហើយក៏មិនដែលឲ្យបុគ្គលិកធ្វើខុសពីគោលការណ៍ក្រុមហ៊ុននោះឡើយហើយក៏មិនដែលហាមមិនឲ្យបុគ្គលិករបស់យើងខ្ញុំមិនយកលុយរៀលនោះដែរស្ថានីយ៍យើងខ្ញុំមានអ្នកគ្រប់គ្រងនៅទីនោះបងស្រីអាចហៅអ្នកគ្រប់គ្រងមកសួរអំពីបញ្ហានេះបានមុននឹងបងស្រីបង្ហោះជាវីដេអូដែលបងបានថតយើងខ្ញុំនឹងធ្វើការជាមួយនឹងបុគ្គលិកនេះបន្ថែមទៀតក្នុងករណីធ្វើខុសនឹងគោលការណ៍ក្រុមហ៊ុនយើងខ្ញុំនឹងបញ្ឈប់គាត់ពីការងារយ៉ាងណាតាមព័ត៌មានចុងក្រោយពីលោកផៃវណ្ណៈបានឲ្យដឹងថាបងស្រីបុគ្គលិកដែលធ្វើការនៅស្ថានីយ៍ប្រេង PTT ស្រុកទឹកឈូខេត្តកំពតរូបនេះមិនបានបញ្ឈប់គាត់នោះទេជុំវិញរឿងរ៉ាវខាងលើនេះយើងក៏ឃើញមានបងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានធ្វើការវែកញែកពាក់ព័ន្ធទៅនឹងតម្លៃប្រេងសាំងគណនី Facebook ដែលមានឈ្មោះថា Raymond Roy បានបង្ហាញនៅការយល់ឃើញរបស់ខ្លួនជុំវិញរឿងនេះដែរថាបើមានលុយខ្មែរគួរចាក់ជាលីត្របើមានលុយដុល្លារគួរចាក់ជាដុល្លារផ្លាកតម្លៃសាំងក្នុង1លីត្រគឺគិតជាលុយខ្មែរ3750រៀលចាក់សាំង50លីត្រគឺ50គុណនឹង3750រៀលស្មើនឹង187,050រៀលតែបុគ្គលិកអត់យកលុយខ្មែរបែរជាយកលុយដុល្លារហើយគិតហាងឆេង41ទៀតនោះមិនត្រឹមត្រូវទេក្រុមហ៊ុនគ្មានគោលការណ៍ចាក់លីត្រគិតដុល្លារទេតម្លៃលុយខ្មែរដែលក្រុមហ៊ុនដាក់គឺគុណចែកពីតម្លៃដុល្លារមកហើយគេបានគិតរួចហើយមិនឲ្យខាតកន្ទុយទេបើចាក់សាំង50ដុល្លារគឺ50ដុល្លារបើភ្ញៀវឲ្យលុយខ្មែរបុគ្គលិកគិត40ឬ41ជាតម្លៃរបស់ការ៉ាស់គេដូចទៅនឹងផ្សារលាគីគេគិត41រហូតអញ្ចឹងទោះដុល្លារចុះក្រោម40ក៏ដោយបើយោងតាមវីដេអូដែលបានបង្ហោះគឺម្ចាស់ឡានចាក់សាំងចំនួន50លីត្រមិនមែន50ដុល្លារទេអញ្ចឹងគាត់ឲ្យលុយខ្មែរបុគ្គលិកមិនត្រូវគិតលុយគាត់ថែមទេបើគិតលើភាពត្រឹមត្រូវលុយតិចតួចមិនសំខាន់អ្វីដែលសំខាន់គឺមិនចង់ឲ្យគេខ្សែលើនិងកេងប្រវ័ញ្ចលើខ្លួនតែបើគិតលើមនោសញ្ចេតនាខុសត្រូវតិចតួចលុយ1000 2000ឲ្យគ្នាទៅខែបន្ទានការកេងប្រវ័ញ្ចលើភ្ញៀវដែលគាំទ្រនិងប្រើប្រាស់សេវាកម្មផលិតផលរបស់អ្នកវាអាចទៅជាទម្លាប់បុគ្គលិកតែក្រុមហ៊ុនក៏មានច្បាប់ក្រុមហ៊ុនដែរគេមិនបណ្ដោយឲ្យមានអំពើអញ្ចឹងក្នុងក្រុមហ៊ុនទេជំវិញការរៀបរាប់របស់គណនី Facebook ខាងលើលោកជំទាវ ហដណាដែលគ្រប់គ្នាស្គាល់ថាជាភរិយារបស់ឯកឧត្តមហ៊ុនកំជាតិក៏បាន share នៅសំណេរមួយនេះនិងបានភ្ជាប់មតិយោបល់របស់ខ្លួនដែរថាបើគិតសម្រាប់អ្នកមានចិត្តយោគយល់គេមិនសូវគិតទេ500 1000គួរចោលចោះបើជាខ្ញុំក៏ខ្ញុំឲ្យដែរប៉ុន្តែអ្នកត្រូវយល់នៅរឿងមួយបើគិតពីច្បាប់ទម្លាប់របៀបពីការខុសឬត្រូវ500 1000មនុស្សគ្រប់រូបមានសិទ្ធិការពារនិងទាមទារបើវាខុសឬលើសអ្វីពីការគួរផ្ដាល់ឲ្យរបស់គេមានសិទ្ធិមិនផ្ដាល់ឲ្យលុយរបស់គេ100ក៏ជាលុយគេបើយើងអាណិតយកជួយបុគ្គលិកនោះតាមការគួរចោះតែយើងមិនគួរជេរស្ដីទៅលើអ្វីដែលគេមានសិទ្ធិក្នុងការពាររក្សាទៅលើផលប្រយោជន៍របស់គេទេមនុស្សត្រូវរស់នៅក្នុងរបៀបស្មើភាពកុំចង់លើសខ្វះគ្នាទោះមួយកាក់មួយសេនបើយើងមិនដោយនឹងคล้ายជាទម្លាប់ភ្ញៀវម្នាក់
លើស1000ចុះ100នាក់ទៅជាយ៉ាងណាបន្ថែមលើសំណេររបស់ខ្លួនលោកជំទាវហដាណាក៏បានចូលទៅខមមិននៅខាងក្រោមផុសថាតាមមើលគឺបញ្ហាអ្នករងគ្រោះគឺបុគ្គលិកអ្នកខាតគឺភ្ញៀវឯខាងការ៉ាស់មានតែចំណេញនិងចំណេញដេញបុគ្គលិកជំនួសការកែដោយកំហុសខ្លួនឯងមិនល្អ